ថ្ងៃនេះគឺជាថ្ងៃដែលខ្ញុំចាប់ផ្ដើមដំណើរកម្សាន្ត8ថ្ងៃទៅ8ទីក្រុងនៅប្រទេសអ៊ីតាលីទីក្រុងដែលខ្ញុំទៅហ្នឹងគឺឡើងភ្នំសាហាវហ្មងប៉ុន្តែទេសភាពវិញគឺស្អាតខ្លាំងហ្មងបាទសួស្តីអ្នកនរគ្នាឥឡូវនេះខ្ញុំកំពុងតែទៅស្ថានីយ៍ដើម្បីជាទឹកភ្លើងទៅ airport ចឹងណាហើយទៅមកសើមិញហ្នឹងគឺគេបានតែ2ម៉ោងទេព្រោះដោយសារតែពេលតែម្សិលមិញមកពីផ្ទះមកពីដល់ផ្ទះហ្នឹងត្រូវធ្វើអីច្រើនមែនតើត្រូវរៀបចំក្អាកត្រូវបោកក្អាកអីណាអីចឹងអើយហើយដល់ពេលចឹងទៅវាអត់សូវមានពេលដេកច្រើនឥឡូវហត់មែនតើអើយសុំសរសើរខ្លួនឯងមែនណាហើយណែឥឡូវនេះដូចនេះជួយភ្លេចខ្លួនចឹងមានកតាបស្ពាយមួយមានថង់ទៀតអើយពីផ្ទះខ្ញុំទៅ airport ហ្នឹងជួនកាលទៅមានអាទិសភ្លើងទៅដល់ផ្ទាល់ហ្មងណាហើយពេលខ្លះទៅគឺត្រូវដូរអាទិសភ្លើង2ដងបើសិនជាដូរអាទិសភ្លើង2ដងហ្នឹងគឺត្រូវចំណាយពេលប្រហែលជា50នាទីមុនហ្នឹងគឺខ្ញុំបានទៅដល់ airport ហើយនៅកន្លែងគេ security control ពេលហ្នឹងគឺមានមនុស្សច្រើនមែនតើខ្ញុំគិតថាប្រហែលជាចំណាយពេល40នាទីទៅ1ម៉ោងហើយបានឆ្លងផុតចឹងតែពេលហ្នឹងគេបានបន្ថែមម៉ាស៊ីនឆែកចឹងដល់ពេលចឹងទៅវាលឿនចំណាយពេលប្រហែលជា20នាទីទេគឺឆ្លងផុតហើយជាធម្មតាខ្ញុំតែងតែទៅ airport ហ្នឹងមុន2ម៉ោងចឹងប៉ុន្តែដោយសារតែលើកនេះគឺខ្ញុំបាន check in online ចឹងទៅខ្ញុំទៅមុនតែ1ម៉ោងកន្លះទេដល់ពេលដែលខ្ញុំទៅមុន1ម៉ោងកន្លះចឹងទៅលេងស្រាប់តែមានមនុស្សឈរតំងជួននៅកន្លែងឆែកនឹងច្រើនមែនតើដល់ពេលចឹងទៅយើងភ័យដែរខ្លាចទៅអត់ទាន់ចឹងតែមានអីតែ5-10នាទីឆ្លងផុតទៅថ្ងៃនេះគឺជាថ្ងៃទី1ដែលខ្ញុំធ្វើដំណើរកម្សាន្តនៅប្រទេសអ៊ីតាលីចំនួន8ថ្ងៃទៅចំនួន8ទីក្រុងទី1ដែលខ្ញុំទៅលេងនៅថ្ងៃហ្នឹងគឺមានឈ្មោះថា Bergamo ខ្ញុំទៅលេងនៅក្រុងហ្នឹងដោយសារតែពីដាណាម៉ាទៅដល់អ៊ីតាលីហ្នឹងគឺ airport គឺខ្ញុំឈប់នៅ airport Bergamo ដល់ពេលចឹងទៅក៏ខ្ញុំគិតថាខ្ញុំទៅលេងក្នុងក្រុងហ្នឹងសិនរួចបានខ្ញុំទៅជួបមិត្តភក្តិខ្ញុំនៅមីឡានចឹងព្រោះដោយសារតែទីក្រុងមីឡានហ្នឹងខ្ញុំធ្លាប់ទៅមួយសាររួចហើយអញ្ចឹងទៅបាទខ្ញុំអត់ចង់ចំណាយពេលមួយថ្ងៃរបស់ខ្ញុំនៅទីក្រុងហ្នឹងហ្មងអញ្ចឹងទីក្រុង Bergamo ហ្នឹងគឺជាលក្ខណៈទីក្រុងមានភ្នំអញ្ចឹងដល់ពេលអញ្ចឹងទៅរៀងពិបាកបន្តិចក្នុងការធ្វើដំណើរដោយសារតែខ្ញុំមានកតាបស្ពាយផងមានអីផងអញ្ចឹងមិនមែនទៅតែខ្លួនផងមុនពេលដែលខ្ញុំទៅទីក្រុងហ្នឹងគឺខ្ញុំបានធ្វើ plan រួចហើយថាខ្ញុំត្រូវទៅណាជិះអីអញ្ចឹងពី airport ទៅទីក្រុងហ្នឹងគឺខ្ញុំបានទិញសំបុត្រ day pass គឺមានន័យថាសំបុត្រហ្នឹងគឺអាចជិះបានមួយថ្ងៃពេញហ្មងយើងចង់ជិះអីក៏បានដែរឧទាហរណ៍មានដូចជាអាទិសភ្លើងមានដូចជាបឺហើយនឹងខ្សែរ៉ូតឡើងលើភ្នំអញ្ចឹងបើសិនជាខ្ញុំចាំអត់ខុសទេសំបុត្រហ្នឹងប្រហែលជាតែ8€ទេជិះមួយស្រឡាញ់ជិះគ្មានដែនកំណត់ជិះអញ្ចឹងចំណេញបើសិនជាអ្នកទាំងអស់គ្នាចង់មកទីក្រុងហ្នឹង complete ទិញសំបុត្រជិះមួយថ្ងៃពេញអញ្ចឹងវាចំណេញជាងពេលដែលខ្ញុំឆែកនៅក្នុងអ៊ីនធឺណិតហ្នឹងមានអីឃើញថាទីក្រុងហ្នឹងស្អាតតែដល់ពេលមកផ្ទាល់គឺស្អាតខ្លាំងមែនព្រោះអីដោយសារតែទីក្រុងហ្នឹងវាមានភ្នំអញ្ចឹងទៅទីក្រុងខ្លះហ្នឹងតំបន់ខ្លះហ្នឹងវាមាននៅខាងក្រោមតំបន់ខ្លះហ្នឹងគឺមានផ្ទះប្រជាជនអីគឺនៅលើភ្នំអីចឹងនៅលើភ្នំហ្នឹងគឺមានកន្លែងលេងកន្លែងសំសានច្រើនមែនតើមានដូចជាព្រះវិហារមានដូចជាសារមន្ទីរវាំងនិងកន្លែងដទៃច្រើនទៀតនៅទីក្រុងនេះហ្នឹងគឺខ្ញុំទៅតែម្នាក់ឯងទេអញ្ចឹងទៅអត់មានណាគេជួយថតឲ្យខ្ញុំទេអញ្ចឹងទៅមានតែថតខ្លួនឯងអញ្ចឹងពេលទៅម្នាក់ឯងហ្នឹងគឺពិបាកមែនតើរឿងថតរូបถึងទេសភាពស្អាតមែនតើប៉ុន្តែយើងអាចថត selfie អីអញ្ចឹងវាអត់សូវស្អាតអញ្ចឹងតែនៅពេលដែលខ្ញុំទៅដល់កន្លែងសំខាន់ឬកន្លែងស្អាតអញ្ចឹងខ្ញុំតែងតែពឹងអ្នកនៅជុំវិញខ្លួនខ្ញុំថតឲ្យពេលហ្នឹងគឺខ្ញុំបានពឹងពួកគាត់ហ្នឹងថតរូបបានប្រហែលសន្លឹកដែរតែចំពោះវីដេអូវិញមានតែថត selfie ឬក៏យើងថតកាមេរ៉ាមុខខ្លួនឯងចឹងហើយដែលខ្ញុំកំពុងទៅហ្នឹងគឺមានឈ្មោះថា Venetian Wall កន្លែងហ្នឹងគេមកថតកន្លែងខ្លោងទ្វារមិញហើយនឹងទេសភាពពីទីក្រុងពីលើភ្នំទៅចឹងរូបភាពដូចអ្នកទាំងអស់គ្នាបានឃើញចឹងគឺស្អាតមែនតើកន្លែងហ្នឹងគឺអត់ទាន់កន្លែងខ្ពស់ជាងគេបំផុតទេហើយតិចទៀតហ្នឹងគឺខ្ញុំត្រូវជិះខ្សែកាបឡើងទៅដល់លើជាន់លើមួយទៀតហ្នឹងគឺខ្ពស់ជាងហ្នឹងហើយមើលទេសភាពកាន់តែស្អាតជាងហ្នឹងទៀតទេសភាពគឺស្អាតមែនតើតែដោយសារតែខ្ញុំទៅម្នាក់ឯងអញ្ចឹងទៅគឺគួរឲ្យសោកស្ដាយមែនទែនគឺអត់មានគេថតឲ្យខ្ញុំអញ្ចឹងពីដំបូងនេះខ្ញុំរកណាត់មិត្តភក្តិខ្ញុំមកលេងទីក្រុងនឹងជាមួយគ្នាតាមបន្តែគាត់ថាប្រហែលជាឆ្ងាយពេកអញ្ចឹងទៅក៏អត់ព្រោះដោយសារតែពីមីឡានមកដល់ទីក្រុង Bergamo ហ្នឹងគឺប្រហែលជា1ម៉ោងជាងអញ្ចឹងដល់ពេលអញ្ចឹងទៅគឺខ្ញុំខ្ជិលកុំឲ្យវាពិបាកជិះទៅជិះមកអញ្ចឹងក៏សុកចិត្តដើរលើក្នុងទីក្រុងហ្នឹងម្នាក់ឯងអញ្ចឹងទៅជាធម្មតានៅពេលទៅដើរលេងម្ដងគឺខ្ញុំអត់ដែរទៅដើរលេងម្នាក់ឯងទេព្រោះដោយសារតែពិបាកថតរូបពិបាកថតវីដេអូអីចឹងណាមួយនៅពេលដែលដើរលេងម្នាក់ឯងមានអារម្មណ៍ថាសោកក្រោះមែនតើអញ្ចឹងទៅក៏ខ្ញុំអត់ចូលចិត្តដើរលេងម្នាក់ឯងតែបើសិនខ្ញុំដើរទៅ shopping ឬក៏ខ្ញុំដើរមានការងារអីអញ្ចឹងទៅភាគច្រើនខ្ញុំចូលចិត្តទៅម្នាក់ឯងអញ្ចឹងព្រោះខ្ញុំអត់ចូលចិត្តមានគេញ៉ៃខ្ញុំទេនៅអ៊ីតាលីហ្នឹងគេចូលចិត្តធ្វើអាកន្លែងផឹកទឹកសាធារណៈហ្នឹងច្រើនមែនតើដល់ពេលអញ្ចឹងទៅនៅពេលដែលអ្នកទាំងអស់គ្នាផឹកទឹកអស់អញ្ចឹងទៅមិនបាច់ចោលកំប៉ុងទេទុកកំប៉ុងហ្នឹងសម្រាប់ដាក់ទឹក
ផឹកម្ដងទៀតចឹងដល់ពេលចឹងទៅយើងមិនចាំបាច់ចំណាយលុយច្រើនក្នុងការទិញទឹកផឹកចឹងខ្ញុំភ្លេចបាត់អីនៅទីក្រុងមួយណាទេខ្ញុំឲ្យមិត្តភក្តិខ្ញុំហ្នឹងជួយថតវីដេអូពេលដែលខ្ញុំដួសទឹកហ្នឹងផឹកចឹងទឹកហ្នឹងគឺត្រជាក់ហើយទឹកខ្លះហ្នឹងរៀងមានជាតិភ្លាវបន្តិចទឹកខ្លះហ្នឹងគឺមានរសជាតិធម្មតាចឹងប៉ុន្តែទឹកទាំងអស់ហ្នឹងគឺមានសុវត្ថិភាពក្នុងការផឹកកំប្រមឥឡូវនេះគឺខ្ញុំមកដល់ Main Square ហើយ Main Square ហ្នឹងគឺជាទីលានកដាឬក៏ទីប្រជុំជនឬនៅកដាក្រុងអីចឹងជាធម្មតានៅក្នុងទីក្រុងមួយហ្នឹងតែងតែមាន Main Square មួយហើយភាគច្រើនភ្ញៀវទេសចរទាំងអស់តែងតែមកលេងនៅហ្នឹងចឹងនៅជុំវិញកន្លែងហ្នឹងគឺមានភ្ញៀវទេសចរច្រើនមែនទែនព្រោះដោយសារតែកន្លែងគៀកហ្នឹងគឺមានកន្លែងលេងដើរលេងច្រើនដូចជាព្រះវិហារសំណង់បុរាណហើយនឹងប៉មខ្ពស់ហ្នឹងប៉មហ្នឹងនៅពេលយើងឡើងទៅលើហ្នឹងគឺយើងអាចឃើញទេសភាព360ដឺក្រេនៅក្នុងទីក្រុងហ្នឹងហ្មងគឺស្អាតមែនទែនប៉ុន្តែច្រកចូលហ្នឹងគឺអត់ free ទេគឺត្រូវបង់5 euro ចឹងទៅក៏ខ្ញុំអត់បានចូលទេព្រោះអីដោយសារតិចទៀតហ្នឹងគឺខ្ញុំត្រូវជិះស្អីគេហៅខ្សែកាបឬក៏កត្រកឡើងលើភ្នំចឹងវាខ្ពស់ដូចគ្នាទេណាមួយដោយសារតែសបត់ជិះកត្រកឡើងភ្នំហ្នឹងគឺវារួមបញ្ចូលជាមួយនឹងអាសបត់24ម៉ោងដែលខ្ញុំជិះអត់កំណត់ហ្នឹងដល់ពេលចឹងទៅខ្ញុំគិតថាមិនបាច់ចំណាយលុយ5 euro ដើម្បីឡើងលើប៉មហ្នឹងដើម្បីមើលទេសភាពចឹងបាទឥឡូវនេះខ្ញុំមកដល់កន្លែងមួយទៀតហើយកន្លែងហ្នឹងគឺជាបន្ទាយដែលគេសង់នៅសតវត្សទី14នៅក្នុងបន្ទាយហ្នឹងគឺមានប៉មហើយនឹងមានសារមន្ទីរប្រវត្តិសាស្ត្រតូចមួយពេលដែលខ្ញុំចូលទៅក្នុងហ្នឹងគឺអត់មានត្រូវបង់លុយទេប៉ុន្តែពេលដែលខ្ញុំឆែកក្នុងអ៊ីនធឺណិតហ្នឹងគេប្រាប់ថាត្រូវទិញសម្បត្តិម្នាក់5 euro ចឹងទេសភាពដែលឈរពីកន្លែងនេះមើលទៅទីក្រុងខាងក្រោមហ្នឹងក៏ស្អាតដែរប៉ុន្តែដោយសារតែគឺខ្ញុំថតម្នាក់ឯងទេអញ្ចឹងទៅគឺអត់មានជាប់រូបភាពខ្ញុំអីទេបានតែថតទេសភាពឲ្យអ្នកទាំងអស់គ្នាមើលអញ្ចឹងតែពេលហ្នឹងគឺសំណាងមែនតើនៅពេលខ្ញុំពងថតរូបថតអីអញ្ចឹងទៅនេះសាតែមានអ៊ំ2នាក់អញ្ចឹងទៅខ្ញុំពឹងគាត់ជួយថតរូបខ្ញុំបាន1ប៉ុស្តិ៍2ប៉ុស្តិ៍ដែរអានេះគឺជារូបថតដែលខ្ញុំពឹងគាត់ជួយថតមានអីស្អាតបកគេដែរតាពេលហ្នឹងគឺដាច់ចិត្តមែនតើហើយព្រោះដោយសារតែទេសភាពស្អាតណាមួយបើសិនជាថត selfie អត់បានឃើញស្អាតអញ្ចឹងទេពេលហ្នឹងគឺខ្ញុំចេះតែដើរនៅកន្លែងម្ដុំហ្នឹងអញ្ចឹងឡើងចុះអញ្ចឹងទៅហើយកន្លែងទេសភាពនៅនេះគឺស្អាតមែនតើបើសិនជាបានតែគេថតឲ្យហ្នឹងគឺបេះសាហាវហ្មងបាទឥឡូវនេះខ្ញុំកំពុងតែដើរទៅកន្លែងមួយទៀតហើយពីកន្លែងមួយទៅកន្លែងមួយហ្នឹងគឺពេលខ្លះហ្នឹងយើងអាចជាបើសបានតែពេលខ្លះហ្នឹងយើងត្រូវដើរអញ្ចឹងព្រោះដោយសារតែកន្លែងខ្លះហ្នឹងវាត្រូវឡើងភ្នំមកអញ្ចឹងទៅគឺអត់មានបើសឡើងទៅដល់ហ្នឹងទេប៉ុន្តែពេលខ្លះហ្នឹងបើសិនជាបើសខុសគ្នាតែ2-3នាទីទេខ្ញុំសុខចិត្តដើរអញ្ចឹងព្រោះដោយសារតែពេលដែលយើងដើរហ្នឹងយើងអាចមើលឃើញទេសភាពទីក្រុងស្អាតមែនតើពេលខ្លះទៅអាផ្លូវច្រកទូចហ្នឹងគឺស្អាតខ្លាំងណានៅក្នុងភូមិហ្នឹងមានអាកន្លែងមួយហ្នឹងគឺស្អាតមែនតើនៅក្នុងផ្លូវភូមិគេគឺផ្លូវហ្នឹងទូចតិចស្អាតគួរឲ្យចង់ថតមែនតើផ្លូវគេហ្នឹងគឺវាដូចអញ្ចេះអ្នកទាំងអស់គ្នានៅក្នុងភូមិហ្នឹងគឺមានផ្លូវស្តៀងអញ្ចឹងដែរមាន3-4ផ្លូវដែរហើយផ្លូវខ្លះស្អាតជាងហ្នឹងទៀតប៉ុន្តែពេលហ្នឹងគឺខ្ញុំអត់បានថតទេព្រោះខ្ញុំគិតថាវាច្រើនវីដេអូពេកអញ្ចឹងផ្លូវនេះក៏ស្អាតដែរហើយមានមនុស្សដើរច្រើនមែនតើដូចជាលក្ខណៈ walking street គេអញ្ចឹងក្នុងផ្លូវហ្នឹងគឺមានលក្ខណៈហាងកាហ្វេ restaurant ហ្នឹងគឺហាងលក់របស់របរអនុស្សាវរីយ៍អីគឺច្រើនមែនតើនៅលើផ្លូវហ្នឹងគឺខ្ញុំអត់បានពឹងគេជួយថតរូបឲ្យខ្ញុំទេព្រោះដោយសារតែខ្ញុំដូចជាចិត្តអត់ដាច់សមគេអញ្ចឹងបានត្រឹមតែថតវីដេអូក៏ថត selfie ខ្លួនឯងអញ្ចឹងអាកាសធាតុនៅក្នុងទីក្រុងហ្នឹងគឺអត់សូវក្តៅប្រហែលទេប្រហែលជា25ឬក៏26ដឺក្រេអញ្ចឹងជាធម្មតា25 26ហ្នឹងនៅនេះគឺបែកញើសខ្លាំងហ្មងប៉ុន្តែនៅកន្លែងទីក្រុងខ្ញុំបានទៅហ្នឹងគឺវានៅលើភ្នំហ្មងអញ្ចឹងទៅវារៀងត្រជាក់ដោយសារតែមានខ្យល់បក់អីមកអញ្ចឹងទៅនៅក្នុងប្រទេសអ៊ីតាលីហ្នឹងគឺប្លែកមែនតើអត់ទៅដូចនៅប្រទេសដាណឺម៉ាកទេខ្ញុំគិតថាប្រហែលហ្នឹងប្រហែលជាប្រហែលបែបកាតូលិកហ្នឹងមើលទៅដោយសារតែការ design វាប្លែកពីប្រទេសដាណឺម៉ាកអញ្ចឹងតែបើសិនជាខ្ញុំនិយាយខុសជួយប្រាប់ផងអញ្ចឹងបាទឥឡូវនេះខ្ញុំមកដល់កន្លែងជីកត្រកឡើងទៅដល់លើភ្នំហើយពេលហ្នឹងយើងត្រូវចាំប្រហែលជា12នាទីទៅ15នាទីអញ្ចឹងទៅខ្ញុំហៅកន្លែងអង្គុយផឹកទឹកផឹកអីសិនអញ្ចឹងនៅកន្លែងរងចាំហ្នឹងគឺអត់មានខ្យល់បក់អីហ្មងទេអញ្ចឹងទៅក្តៅមែនតើពេលដែលខ្ញុំទៅដល់ហ្នឹងគឺប្រហែលជាមានតែមនុស្ស2នាក់ទេអញ្ចឹងទៅខ្ញុំដាក់ទូរស័ព្ទនៅកន្លែងអង្គុយដល់ពេលតិចទៀតទៅក៏មានមនុស្ស2-3នាក់ទៀតមកអង្គុយនៅក្បែរហ្នឹងអញ្ចឹងដល់ពេលគេឃើញខ្ញុំដាក់កាមេរ៉ាទៅគេប្រាប់មិត្តភក្តិគេថាកុំប្រយ័ត្នដើរកាត់កាមេរ៉ាគេអញ្ចឹងដល់ពេលខ្ញុំឃើញអញ្ចឹងទៅគឺខ្ញុំយកកាមេរ៉ាមកវិញជប់ថតទៅបាទឥឡូវនេះខ្ញុំមិនដឹងទៅហៅថាកធរឬក៏ខ្សែកាបអីទេឥឡូវវាមកដល់ហើយគេអាចដាក់មនុស្សមកពេញប្រហែលជាបាន20នាក់ទៅ25នាក់ក្នុងហ្នឹងបើតាមខ្ញុំចាំអត់ខុសទេប្រហែលជាមានកៅអីអង្គុយទាំងអស់10តែដោយសារតែខ្ញុំចូលរៀងក្រោយគេអញ្ចឹងទៅកៅអីហ្នឹងគេបានអង្គុយអស់ហើយណាមួយយើងត្រូវទុកកៅអីហ្នឹងសម្រាប់មនុស្សចាស់គាត់អង្គុយអញ្ចឹងណាមួយបើសិនជាយើងឈរហ្នឹងយើងអាចថតទេសភាពបានច្រើនជាងអង្គុយទៀតពីខាងក្រោមមិញឡើងទៅដល់ខាងលើហ្នឹងគឺចំណាយពេលតែ3នាទីទេហ្នឹងគឺខ្ញុំអត់សូវបានថតទេសភាពច្រើនហ្មងទេព្រោះដោយសារតែជុំវិញខ្លួនខ្ញុំហ្នឹងសិតតែមនុស្សឈរជុំវិញអញ្ចឹងពីដំបូងហ្នឹងគិតថាអត់ចង់
ទាញទូរស័ព្ទមកថតវីដេអូទេប៉ុន្តែឃើញទេសភាពស្អាតអញ្ចឹងទៅក៏យកទូរស័ព្ទមកថតអញ្ចឹងនៅតំបន់ហ្នឹងគឺកន្លែងជិះសេកាបហ្នឹងមាន2កន្លែងប៉ុន្តែកន្លែងមួយទៀតហ្នឹងគឺខ្ញុំអត់បានទៅជិះទេព្រោះដោយសារតែខ្ញុំហ្នឹងប្រញាប់ទៅទីក្រុងមីឡានវិញអញ្ចឹងដោយសារតែខ្ញុំប្រាប់មិត្តភក្តិខ្ញុំហ្នឹងប្រហែលជាខ្ញុំទៅដល់កន្លែងទីក្រុងមីឡានហ្នឹងម៉ោង4ទៅម៉ោង5អញ្ចឹងតែវាប្រាប់ខ្ញុំថាចង់ខ្ញុំទៅម៉ោង3អញ្ចឹងណាដោយសារតែពេលហ្នឹងយើងមានពេលច្រើនសម្រាប់ដើរលេងនៅក្នុងទីក្រុងមីឡានតែពេលហ្នឹងគឺខ្ញុំអត់សូវខ្វល់ទេព្រោះដោយសារតែទីក្រុងមីឡានហ្នឹងខ្ញុំឆ្លប់ដើរទៅលេងម្ដងហើយអញ្ចឹងទៅខ្ញុំចង់ចំណាយពេលនៅទីនេះច្រើនជាងចង់និយាយថាមកនៅក្រុងនេះគឺស្អាតមែនព្រោះដោយសារក្រុងហ្នឹងវាលក្ខណៈឡើងភ្នំអញ្ចឹងណាប៉ុន្តែអើយហត់មែនទែនចុកដាច់ខ្យល់ព្រោះដោយសារតែមានកតាបស្ពាយផងមានថង់នេះផងមានកតាបពីមុខនេះទៀតអើយឯងចង់ដកទៅខាងមកដល់គ្នាទេព្រោះទៅដោយសារថ្ងៃហ្នឹងខ្ញុំនៅទីក្រុងនេះខ្ញុំដើរតែម្នាក់ឯងទេហើយដល់ខ្ញុំទៅដល់មីឡាន Center ហ្នឹងបានមិត្តភក្តិខ្ញុំម្នាក់ទៀតនៅហ្នឹងអញ្ចឹងណាអើយហើយទេសភាពហ្នឹងស្អាតមែនតើតែមកម្នាក់ឯងអញ្ចឹងពិបាកថតមែនតើមុំដាច់ចិត្តម្ដងសុំគេឲ្យថតឲ្យអញ្ចឹងណាអើយពោះចិត្តបាទមុនហ្នឹងគឺការពិតមែនកង់និយាយថាពេលដែលយើងមកម្នាក់ឯងអញ្ចឹងគឺខ្ញុំមានអារម្មណ៍ថាដូចទើសទាល់មែនតើពេលដែលយើងសុំគេថតរូបអីចឹងណាមួយនៅពេលដែលគេថតរូបយើងអត់ស្អាតអត់យើងហ៊ានប្រាប់ថាស្អាតទេព្រោះទៅខ្ញុំអត់ហ៊ានសុំគេឲ្យថតម្ដងទៀតដែរមានអារម្មណ៍ថាដូចអៀនពេកអញ្ចឹងដោយសារតែវីដេអូហ្នឹងវែងពេកអញ្ចឹងទៅខ្ញុំអត់បានបញ្ចូលវីដេអូនៅទីក្រុងមីឡានឲ្យអ្នកទាំងអស់គ្នាមើលទេចាំខ្ញុំធ្វើវីដេអូដែលនៅក្នុងទីក្រុងមីឡានឲ្យអ្នកទាំងអស់គ្នានៅវីដេអូក្រោយអញ្ចឹងណាបាទវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងឯងអញ្ចឹងអរគុណអ្នកទាំងអស់គ្នាដែលបានចំណាយពេលទស្សនានៅវីដេអូរបស់ខ្ញុំជួបគ្នានៅវីដេអូក្រោយៗទៀតបាទអរគុណច្រើន